ធ្វើម៉េចបកកែ marketing នេះគេសំណួរហ្នឹងមានបងមួយហ្នឹងគាត់តាមជួបខ្ញុំណាខ្ញុំមិនដឹងថាគាត់ចង់សួរសំណួរហ្នឹងឯងតែបងគាត់ហ្នឹងគាត់ចង់ជួបកាហ្វេចង់ជួបកាហ្វេនិយាយគ្នាលេងណាតែពេលជួបគាត់សួរសំណួរហ្នឹងគាត់សួរខ្ញុំថាធ្វើម៉េចឲ្យបកកែ marketing ដូចគេអញ្ចឹងវីដេអូនេះសម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមជំនាញផ្នែកទីផ្សារឬក៏ចង់ធ្វើការងារក្នុង marketing ឬក៏បងប្អូនមួយចំនួនដែលកំពុងធ្វើការងារក្នុងផ្នែក marketing ហើយណាអញ្ចឹងទីទៀតនេះខ្ញុំនឹងចែករំលែក tip សំខាន់មួយថាធ្វើម៉េចឲ្យបកកែ marketing ដូចគេសម្រាប់អ្នកដែលអត់ទាន់ស្គាល់ខ្ញុំឈ្មោះបណ្ឌិតខ្ញុំជាអ្នកបណ្ដុះបណ្ដាលខ្ញុំប្រឹក្សាផ្នែកទីផ្សារកន្លងមកនេះ6ឆ្នាំមកហើយខ្ញុំបរិញ្ញាសិស្សបានហើយជាចូលជាង1000អ្នកដែរហើយចូលមកប្រធានបទរបស់យើងវិញថាធ្វើម៉េចបកកែ marketing ដូចគេបាទអញ្ចឹងដូចខ្ញុំប្រាប់ហើយមានបងមួយហ្នឹងគាត់តាមសួរខ្ញុំគឺចំណុចហ្នឹងណាហើយប្រហែលជាគាត់ឃើញខ្ញុំធ្វើ page អីចឹងពេលហ្នឹងខ្ញុំផុសវីដេអូចែករំលែកតាក់ទងជាមួយនឹង AI ហើយខ្ញុំក៏មានវគ្គបរិញ្ញា AI អញ្ចឹងទៅវីដេអូដែលខ្ញុំធ្វើហ្នឹងវាបានដល់ខ្ទង់លាន view អីចឹងណា1លាន2លាន view បាទមានអ្នក comment ដល់រាប់រយរាប់ពាន់នាក់បាទមានអ្នក share ហ្នឹងដល់3 4000នាក់បាទមានអ្នក react បេះដូង like អីហ្នឹងបាទ engage ហ្នឹងរហូតទៅដល់ខ្ទង់រាប់សិបពាន់នាក់ដែរបាទហ្នឹងហើយអញ្ចឹងទៅបងហ្នឹងបាទគាត់ឃើញខ្ញុំអញ្ចឹងហើយឃើញខ្ញុំបានភ្ញៀវបានអីចុះឈ្មោះចូលរៀនអីច្រើនណាអញ្ចឹងក៏គាត់បាយកំណត់មកសួរខ្ញុំថាធ្វើម៉េចឲ្យបកកែ marketing ដូចគេឬក៏បកកែ marketing ដូចខ្ញុំអញ្ចឹងបាទអញ្ចឹងចម្លើយដែលខ្ញុំឆ្លើយទៅគាត់ពេលហ្នឹងគឺវារៀងពិបាកតិចដែរបាទព្រោះធ្វើម៉េចឲ្យបកកែ marketing វារៀងច្រើនណាដែលត្រូវធ្វើដែលត្រូវរៀនបាទបទពិសោធន៍ច្រើនដែលត្រូវច្រងកាត់ទម្រាំដែលយើងអាចបកកែបានណាហ្នឹងហើយខ្ញុំក៏បានប្រាប់ទៅគាត់វិញដែរថាតើឥឡូវហ្នឹងគាត់កំពុងលក់អីគេកំពុងធ្វើអីគេហើយហេតុអីបានគាត់ចង់បកកែ marketing ហ្នឹងព្រោះសំណួររបស់គាត់វាទលាយវាពិបាកក្នុងការឆ្លើយបន្តិចអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅយើងក៏ជជែកគ្នាចុះឡើងច្រើនអញ្ចឹងណាហ្នឹងហើយហើយខ្ញុំក៏បានចែករំលែកទៅគាត់ដែរថាmarketing វាមិនមែនថាយើងគ្រាន់តែល្បីឲ្យតែល្បីហើយគឺល្អទេមិនមែនប្រកាសថាល្បីហើយហ្នឹងយើងលក់ដាច់ទេបាទណាអញ្ចឹងដើម្បីល្បីគឺវាអត់ពិបាកទេដើម្បីល្បីអត់ពិបាកទេយើងគ្រាន់តែធ្វើវីដេអូឬក៏ផុសអីដែលពាក់ព័ន្ធជាមួយអ្នកណាគេមួយទៅបុគ្គលណាមួយឬក៏ស្ថាប័នអីណាមួយទៅបាទគេនឹងវាយបកមកយើងវិញចុះឡើងទៅយើងអាចល្បីបាទតែល្បីបែបហ្នឹងថាតើយើងពិតជាអាចលក់ផលិតផលឬក៏សេវាកម្មយើងបានអត់ណាហ្នឹងហើយអ្នកខ្លះទៀតហ្នឹងគ្រាន់តែចង់ឲ្យល្បីណាចង់ឲ្យវីដេអូគាត់មើលហ្នឹងគាត់ខំទៅយកហុកបាទដែលវា trending អញ្ចឹងណាពេលខ្លះយកមកដាក់គឺអត់ត្រូវមួយផលិតផលឬក៏សេវាកម្មគាត់សោះហ្មងតែគាត់គ្រាន់ចង់ឲ្យតាក់ទាញឲ្យគេមើលវីដេអូរបស់គាត់អីចឹងទៅបាទអញ្ចឹងអ្នកខ្លះយកគេវាយកូនគោលបាទវាយគ្រាប់បាល់មកភពមកចំកាមេរ៉ាអញ្ចឹងទៅបន្ទាប់មកគាត់ទាញចូលវីដេអូរបស់គាត់អីចឹងគាត់និយាយពីផលិតផលរបស់គាត់អីណាឆ្កយអញ្ចឹងទៅរឿងអីទេskin care អញ្ចឹងទៅក៏រឿង household product អីចឹងទៅក៏រឿងអីគេគ្រឿងសង្ហារឹមអីចឹងទៅបាទអញ្ចឹងហុកដំបងវីដេអូវាត្រូវតែគាត់គ្រាន់ចង់ឲ្យគេមើលហ្នឹងណាគាត់ឲ្យចង់ឲ្យគេមើលដំបងឲ្យគាត់ថាគេមើលដំបងហ្នឹងអាហ្នឹងអាចនឹងធ្វើវីដេអូយើងគេមើលច្រើនបាទអញ្ចឹងតាមពិតវាធ្វើឲ្យខូចវីដេអូយើងទៅវិញទេបាទអញ្ចឹងអ្នកខ្លះគាត់ខំទៅយកហុកគេជីកកង់ហប់កង់មកដួលអីចឹងទៅអ្នកខ្លះចឹងទៅលោតមកទៅក៏កាប់មុខអីចឹងទៅបាទហើយអ្នកខ្លះទៀតហ្នឹងក៏រឿងអីគេសัตว์អីចឹងដាក់ទៅសัตว์ហក់មកតបាក់ខំអីចឹងទៅហើយក៏ចូលមកវីដេអូរបស់គាត់អីចឹងទៅហ្នឹងហើយនិយាយពីផលិតផលសេវាកម្មតាមពិតអាហ្នឹងធ្វើឲ្យខូចវីដេអូវិញដោយសារអីដោយសារតែ expectation របស់ភ្ញៀវគាត់អត់ចង់ទៅមើលផលិតផលសេវាកម្មរបស់យើងទេគាត់ឃើញក្បាលវីដេអូហ្នឹងគាត់ចង់មើលអាសាច់រឿងនៅក្នុងវីដេអូហ្នឹងស្រាប់តែមើលទៅដាច់បាត់ទៅចូលទៅនិយាយផលិតផលយើងគ្រាន់ចូលព្រាមគាត់ចុចដូរបាត់ហើយណាគាត់ចូលព្រាមគាត់ខឹងហើយគាត់ដូរបាត់ហើយព្រោះគាត់ស្អប់គាត់ចង់ស្អប់យើងទៀតណាអញ្ចឹងរឿងហ្នឹងបានបើសិនជាយើងយកហុកណាដែលវារៀងពាក់ព័ន្ធជាមួយផលិតផលរបស់យើងណាហ្នឹងហើយអាហុក trending ហ្នឹងដែលវាត្រូវយើងយកមកដាក់ទៅយើងឃើញក្រុមហ៊ុនលក់ម៉ូតូមួយចំនួនណាអារឿងដែលថាដួលម៉ូតូបាទគេដួលម៉ូតូក្លាប់ពីរបីជុំមកភ្លុបលោតមកអង្គុយលើកៅអីផ្ដិតមេដៃបាទពាក់មកភ្លុបជិះម៉ូតូថ្មីទៅហ្មងបាទអាហ្នឹងក៏វាអាចពាក់ព័ន្ធមួយម៉ូតូអីវារៀងសមតិចតែពេលយើងយកមកអាហុកហ្នឹងផ្សេងទៅអាវីដេអូហ្នឹងចូលមករឿងផលិតផលសេវាកម្មនេះវាផ្សេងទៅវាអត់មានពាក់ព័ន្ធគ្នាបាទអាហ្នឹងគឺដើម្បីគាត់ចង់ឲ្យគេមើលអីចឹងណាអាហ្នឹងវាទៅជាបញ្ហាវិញអញ្ចឹងបាទខ្ញុំឆ្លើយតបទៅវិញរឿងថាធ្វើម៉េចឲ្យបកកែ marketing ដូចគេយើងមិនមែនចេះតែធ្វើឲ្យល្បីលក់បានចេះធ្វើឲ្យល្បីល្អទេវាមិនមែនចឹងទេណាបាទហើយខ្ញុំបញ្ជាក់ហ្នឹងគឺថាចង់ល្បីវាអត់ពិបាកទេណាតែល្បីហើយលក់បាន
អាហ្នឹងបានមានពិបាកអាហ្នឹងវាត្រូវការយុទ្ធសាស្ត្រច្បាស់លាស់ហើយហ្នឹងបាទហើយក៏មិនមែនថាគ្រប់ផលិតផលគ្រប់សេវាកម្មទាំងអស់ត្រូវតែល្បីទេអាខ្លះហ្នឹងមិនបាច់ល្បីក៏អាចលក់បានដែរហើយអាខ្លះហ្នឹងក៏ល្បីហើយក៏លក់មិនបានដែរបាទគឺលក់មិនបានដែរបាទអញ្ចឹងវាមានចំណុចខ marketing របស់វាដែលយើងត្រូវយល់ណាក្នុងនាមជាអ្នក marketing ពេលដែលយើងទៅផ្សព្វផ្សាយផលិតផលឲ្យគេបាទពេលដែលយើងទៅធ្វើការកន្លែងណាឲ្យគេជាអ្នក marketing ម្នាក់ហ្នឹងយើងគួរយល់កន្លែងហ្នឹងដែលកន្លែងហ្នឹងខរបស់ marketing ដែលខ្ញុំចង់ចែករំលែកថាវាត្រូវសឹងថាគ្រប់ផលិតផលគ្រប់សេវាកម្មទាំងអស់បាទវាធ្វើ marketing អត់ដូចគ្នាទេតែវាមានអាខនឹងមួយដូចគ្នាបើសិនជាយើងយល់អាខនោះច្បាស់យើងដឹងហើយថាតើធ្វើ marketing មិនល្អសម្រាប់ផលិតផលឬក៏សេវាកម្មរបស់យើងណាអញ្ចឹងខដែលខ្ញុំចង់ចែករំលែកហ្នឹងមានន័យថាចំណុចស្នូលរបស់ marketing ដែលខ្ញុំចង់ចែករំលែកគឺភ្ញៀវយើងត្រូវយល់ពីភ្ញៀវឲ្យបានច្បាស់បាទអញ្ចឹងយើងត្រូវយល់ពីភ្ញៀវរបស់យើងហ្នឹងថាតើអ្វីទៅដែលគាត់កំពុងតែភ័យខ្លាចតាក់ទងនឹងផលិតផលឬក៏សេវាកម្មរបស់យើងណាអ្វីទៅដែលគាត់កំពុងតែតឹងរង់ចាំពីផលិតផលឬក៏សេវាកម្មនៅក្នុងវិស័យរបស់យើងនេះដើម្បីបំពេញតម្រូវការរបស់គាត់ហើយអត់ទាន់មានអ្នកណាគេទៅប្រាប់គាត់រឿងហ្នឹងណាទៅបង្ហាញគាត់តាក់ទងមួយ function feature ប្រយោជន៍ហ្នឹងដែលបានពីផលិតផលហ្នឹងទៅកាន់គាត់ដែលគាត់កំពុងតែតឹងរង់ចាំបាទរឿងខ្លះគាត់អត់ដែលនឹកឃើញផងថាវាមានប្រយោជន៍ទាំងអស់ហ្នឹងដែលគាត់ធ្លាប់ទៅជួបបញ្ហាពីមុនគាត់ធ្លាប់ជាមួយបញ្ហាហ្នឹងទៅពេលដែលយើងប្រផុសទៅដោះអាបញ្ហាហ្នឹងទៅធ្វើឲ្យគាត់សប្បាយចិត្តអីចឹងទៅចឹងមានន័យថាយើងត្រូវយល់ពីភ្ញៀវយើងឲ្យច្បាស់តាក់ទងជាមួយនឹងផលិតផលឬក៏សេវាកម្មរបស់យើងមិនមែនទៅយល់ថាគាត់ញ៉ាំបាយមួយថ្ងៃប៉ុន្មានពេលគាត់ងើបពីគេងមកប៉ុន្មានគាត់ចូលគេងមកប៉ុន្មានអាហ្នឹងបើសិនជាវាអត់ពាក់ព័ន្ធមួយផលិតផលរបស់យើងមិនត្រូវយល់តែយើងត្រូវយល់ពីគាត់តាក់ទងជាមួយផលិតផលឬក៏សេវាកម្មរបស់យើងដូចខ្ញុំនិយាយមិញថាតើអ្វីទៅដែលគាត់កំពុងជួបបញ្ហាអ្វីទៅដែលគាត់កំពុងភ័យខ្លាចជុំវិញផលិតផលឬបញ្ហាសេវាកម្មរបស់យើងអ្វីទៅដែលគាត់កំពុងតែតឹងរង់ចាំហើយអត់មានអ្នកផ្ដល់ឲ្យគាត់អត់មានអ្នកឆ្លើយគាត់ណាអ្វីទៅដែលគាត់កំពុងស៊ាំជាមួយនឹង process មួយដែលវាមិនសូវស្រួលហើយយើងអាចផ្ដល់ឲ្យអាហ្នឹងបានណាហ្នឹងហើយអញ្ចឹងអាហ្នឹងយើងត្រូវយល់ពីកន្លែងហ្នឹងបានការផ្សព្វផ្សាយរបស់យើងការធ្វើទីផ្សាររបស់យើងទៅវាអាចចំចំណុចវាអាចលេចធ្លោវាអាចតាក់ទាញភ្ញៀវមកបានអញ្ចឹងណាហ្នឹងហើយហើយពេលដែលយើងស្គាល់អញ្ចឹងហើយយើងត្រូវដឹងទៀតថាតើភ្ញៀវរបស់យើងនៅកន្លែងណាភ្ញៀវរបស់យើងមានប្រមាណអ្នកបាទផលិតផលមួយចំនួនវាអាចត្រូវជាមួយនឹង mass market ច្រើនអញ្ចឹងទៅទូលំទូលាយទូទាំងប្រទេសអញ្ចឹងទៅអញ្ចឹងយើងធ្វើនៅលើ social media យើងដើម្បីនៅលើ social media ទៅវាត្រូវវាអាចតាក់ទាញភ្ញៀវបានមិនថាយើងគាត់ទិញ online មិនថាគាត់មកទិញផ្ទាល់ឬយ៉ាងណាអញ្ចឹងទៅឬក៏យើងមានសេវាដឹកមានអីអញ្ចឹងទៅណាហ្នឹងហើយទាំងអស់ហ្នឹងយើងអាចធ្វើនៅលើ social media ទៅវាត្រូវតែផលិតផលឬក៏សេវាកម្មខ្លះករណីដូចបងប្អូនដែលគាត់មកសួរខ្ញុំអញ្ចឹងអឺផលិតផលឬក៏សេវាកម្មគាត់ហ្នឹងភ្ញៀវអត់សូវច្រើនទេភ្ញៀវតែធំថាយ៉ាងច្រើន100ភ្ញៀវចុះទូទាំងប្រទេសខ្មែរហើយអឺអឺអ្វីដែលគាត់ត្រូវលក់ណា competitor របស់គាត់ហ្នឹងក៏ខ្លាំងតែប្រហែលអ្នកហ្នឹងដែរហើយភ្ញៀវរបស់គាត់ដឹងថាភ្ញៀវគាត់ហ្នឹងនៅកន្លែងណាច្បាស់ទៀតអញ្ចឹងណាហើយអញ្ចឹងគាត់មកសួរខ្ញុំថាធ្វើម៉េចឲ្យបកកែ marketing នេះគេខ្ញុំថាសម្រាប់ករណីដូចបងហ្នឹងគឺមិនចាំបាច់ទៅល្បីទៅលើ social media ទេមិនចាំបាច់បកកែខ្លាំងកន្លែងហ្នឹងទេព្រោះភ្ញៀវបងគឺមិនសូវមានច្រើននៅលើ social media ហើយមានតិចមែនតើព្រោះតាម100នាក់ហ្នឹងក្នុងចំណោមមនុស្សរាប់លានអ្នកបាទរាប់ដល់10លានអ្នកជាងបាទនៅលើ social media នៅប្រទេសខ្មែរយើងហើយភ្ញៀវគាត់មានតែ100នាក់ហ្នឹងបងគិតមើលប្រហែលភាគរយវាតិចមែនតើណាអញ្ចឹងវាមិនចាំបាច់អីយើងទៅធ្វើនៅលើ social media ទេហើយអញ្ចឹងបងសួរទៀតថាចុះឲ្យភ្ញៀវក្រុមហ៊ុនអីក៏ភ្ញៀវក៏តិចមែនបាទអញ្ចឹងគាត់គឺជាអ្នកបោះដុំគ្រឿងផ្នែកមួយនៃគ្រឿងសំណង់ដែលធំមួយហើយភ្ញៀវរបស់គាត់គឺអ្នកក្រុមហ៊ុនសំណង់ដែលធំបាទបរិយាអីធំហ្មងណាហ្នឹងហើយអញ្ចឹងទាំងអស់ហ្នឹងគឺអត់មានច្រើនទេបាទអ្នកសម្រេចចិត្តអ្នកដែលមើលផលិតផលហ្នឹងទិញផលិតផលហ្នឹងក៏អត់មានច្រើនដែរហើយគាត់ក៏មិនចាំបាច់អីទៅ reach out ទៅភ្ញៀវទាំងអស់ហ្នឹងតាមធ្វើឲ្យល្បីលើ social media ដែរព្រោះគាត់ដឹងថាភ្ញៀវនៅកន្លែងណាហើយហ្នឹងអញ្ចឹងគាត់គ្រាន់តែទៅជួបភ្ញៀវហ្នឹងទៅផ្សាយទៅហើយគាត់មានអីដែលលើសគេដែលដោះស្រាយបញ្ហាភ្ញៀវហ្នឹងដែលគាត់កំពុងតែមានជួបដែលអ្នក supplier បច្ចុប្បន្នហ្នឹងគាត់អត់ទាន់ដោះហ្នឹងគាត់យកអាហ្នឹងទៅដោះទៅបាទអញ្ចឹងវាបានហើយបាទអាហ្នឹងគឺគាត់បកកែគាត់ធ្វើឲ្យតែខ្លាំងជាងគេឲ្យល្អជាងគេមានអ្វីល្អជាងគេទៅជួបភ្ញៀវហ្នឹងឲ្យបានច្រើនរំលឹកភ្ញៀវហ្នឹងឲ្យបានច្រើនទៅវាបានហើយចង់និយាយអញ្ចឹងណាបាទអញ្ចឹងបកមកវិញហ្នឹងមានន័យថាចង់បកកែ marketing មិនត្រូវតែល្បីបាទត្រូវតែផុសឲ្យបានច្រើនអញ្ចឹងទៅបាទឲ្យគេស្គាល់ឲ្យបានច្រើនមិនចាំបាច់ទេសំខាន់ខគឺត្រូវស្គាល់ភ្ញៀវយើងឲ្យបានច្បាស់ណាតែគាត់កំពុងមានបញ្ហាអីគេតាក់ទងមួយផលិតផលតែគាត់តឹងរង់ចាំអីគេហើយគាត់នៅកន្លែងណាយើងដឹងតែគាត់នៅកន្លែងណាចាំយើងទៅរកគាត់ចង់និយាយអញ្ចឹងរកឲ្យចំកន្លែងបើគាត់នៅលើ social media អូខេយើងទៅរកលើ social media ទៅតែបើគាត់អត់នៅលើ social media មិនចាំបាច់អីយើងទៅរកគាត់មិនទៅធ្វើនៅលើ social media ឲ្យល្បីនោះទេណាអាហ្នឹងយើងត្រូវយល់ឲ្យច្បាស់ពីភ្ញៀវហើយមានតែខតែប៉ុណ្្នឹងស្គាល់ភ្ញៀវច្បាស់ថាភ្ញៀវយើងមានបញ្ហាអីគាត់តឹងរង់ចាំអីគាត់នៅកន្លែងណាយើងផ្សាយទៅមិនសូវខុសទេយើងផ្សាយទៅមិនសូវខុស
ណាយើងធ្វើទៅមិនសូវខុសទេបាទឲ្យតែយើងដឹងចំណុចទាំងអស់ហ្នឹងណាអញ្ចឹងបាទឥឡូវខ្ញុំបកត្រឡប់មកវិញថាធ្វើ marketing ម៉េចឲ្យបកកែដូចគេណាធ្វើម៉េចបកកែ marketing ដូចគេខសំខាន់គ្រប់ marketing ទាំងអស់ផលិតផលឬក៏សេវាកម្មទាំងអស់ត្រូវស្គាល់ភ្ញៀវច្បាស់ណាដូចខ្ញុំនិយាយមកអញ្ចឹងណាមាន3ចំណុចអ្វីដែលគាត់មានបញ្ហាអ្វីដែលគាត់ទៅរងចាំហើយតើគាត់នៅកន្លែងណាអញ្ចឹងយើងដឹងហើយថាយើងទៅគាត់កន្លែងណាហើយយើងព្រីងអីណានាំអីទៅឲ្យគាត់ណាបាទអញ្ចឹងវីដេអូនេះខ្ញុំបញ្ចប់តែប៉ុណ្្នឹងហើយសម្រាប់បងប្អូនដែលមានសំណួរឬក៏មតិយោបល់អីផ្សេងៗអាច comment នៅក្នុងវីដេអូនេះខ្ញុំនឹងព្យាយាមឆ្លើយតបឲ្យអស់ពីលទ្ធភាពហើយបើគិតថាវីដេអូនេះល្អបងប្អូនអាចចែករំលែកទៅដើម្បីឲ្យអ្នកផ្សេងគាត់បានមើលផងហើយបើសិនជាចង់មើលវីដេអូតាក់ទងជាមួយនឹង marketing បានផ្សេងអាចចូលទៅមើលក្នុង page ឬក៏ channel របស់យើងបានហើយសម្រាប់បងប្អូនដែលចង់ចាប់ដើមការងារក្នុងផ្នែក marketing ឬក៏បងប្អូនមួយចំនួនដែលកំពុងតែធ្វើការ marketing ហើយតែចង់ពង្រឹងគ្រឹះឲ្យកាន់តែរឹងមាំទៀតបន្ថែម technique បន្ថែម value សម្រាប់ខ្លួនឯងជាមួយនឹងវគ្គសិក្សា marketing ដែលវាខ្លីខ្លឹម practical តែម្ដងចំណាយថវិកាតិចពេលវេលាតិចបានផលបើសិនជាចាប់អារម្មណ៍វគ្គសិក្សាហ្នឹងគឺខាងយើងមានផ្ដល់ជូនហើយអញ្ចឹងបើចង់បានព័ត៌មានអាចឆាតចូលទៅក្នុង page ឥឡូវនេះទៅហើយដាក់ថា MKT 006ណា MKT 006ក្រុមការងារនឹងផ្ដល់ព័ត៌មានបត់ជូនតាក់ទងជាមួយនឹងវគ្គសិក្សា marketing ខាងយើងអញ្ចឹងខ្ញុំសូមអរគុណហើយសូមជួបគ្នានៅវីដេអូក្រោយ